vậy phải bong tam thoáng tam bất bệ đặc đây khổ sai mà tinh nó ngắt không chất ha thầu tật tinh á bong với lượng môn những khó khăn mà đo những tinh ấp toan hay dương ấp toan miên mặt phiệp tinh ngày lỡ miên cầm rồng là ói nhưng mà toàn đang hai ti tăng te lệnh máy là má này đang hai cầm rồng nó nhưng thời tầm miên mùi xong còn đại hài tập pe mà đo tới chụp bong xe tới coi phải dùng bọc bay và tham tiết nghi xuống trong ca phụ nhau sầm đại chất tha hở vô te mùi nè te nơi chim mong len ní cứ nhom mơ khơi sạc ra nộp đầm bòn đại chim mong cầm rồng một quạt ní cứ thấm hayรอกลุ่มรองบอกจิมมองแต่ก็สไตล์ตัวบานจุกใจอาทิตย์จนกรมตัวจ้าแกปอนอยู่สำนักกันหรอตีตังกันหรอให้อะไรนี่สำคัญมือที่คือดำไหลในตีตังนี่การตัดละออนเชียงนงนเวียดบ่าบ้าจะมีโซบองบ้าสบายชิมชมัวลีสเรงชนลีสเรงบ้านสำหรับนิกชมชมัวเรียนชมเดือดไตรยังมองไงคือมีคลินิกเชียบากุมาสำหรับย้อมคือเมียนคลินิกไทยแต่ซาสัมพอខ្ញុំស្គាល់ជីបងឡែនតាមរយៈការធ្វើដំណើរឆ្លងកាត់ហើយឃើញនៅក្នុង Facebook Page របស់ក្រុមហ៊ុនជីម៉ុងក៏បានផ្សព្វផ្សាយពីគម្រោងនៃការបើកលក់គម្រោងថ្មីនៅផ្លូវ271បាទដូច្នេះហើយខ្ញុំក៏ចាប់អារម្មណ៍ហើយខ្ញុំក៏បានមកមើលនៅថ្ងៃបើកលក់របស់ក្រុមហ៊ុនឃើញថាទីតាំងហើយជាមួយនឹងគម្រោងរបស់ក្រុមហ៊ុនធំហើយល្អសម្រាប់របបរបស់ពួកខ្ញុំគឺថាវាល្អមែនតើបាទសម្រាប់គម្រោង Grand Landmark 271នេះគឺនាងខ្ញុំចង់បរិយាបន្ថែមសាខារបស់ខ្ញុំចាតែពីមុនយើងមានទីតាំងរបស់យើងនៅរៀងឆ្ងាយឥឡូវនេះមានឱកាសបានមកនៅក្នុងក្តាមពេញហ្មងទី1គឺទីតាំងបងដោយសារតែចាក់ស្ដែងរាល់ថ្ងៃនេះគឺខ្ញុំអាសាជិះកាត់ផ្លូវ Home Office របស់យើងហើយការដំបូងឡើយពួកខ្ញុំអត់ទាន់ភាពការដល់អញ្ចឹងទៅការគេបើកលក់ហ្នឹងក៏យើងអត់ទាន់មានសមត្ថភាពក្នុងការទិញដែរហើយរាល់ថ្ងៃនៅតែជិះកាត់ទៅខ្ញុំស្ដាយចង់បានផ្ទះនៅបោះជីបម៉ងដោយសារតែឃើញគម្រោងរបស់គាត់មួយណាក៏ដើរដែរហើយគម្រោងគាត់មួយណាក៏ឃើញឡើងថ្លៃរហូតហើយដល់ពេលគាត់ជិះកាត់ទៅយើងឃើញប៉ាណូក៏សួរមិត្តភ័ក្តិដែលគាត់ធ្លាប់ទិញផ្ទះនៅជីបម៉ងគាត់ថាគេកំពុងតែ pre-sale ចាប់អារម្មណ៍អត់ល្អណាខ្ញុំមានណាទៅផ្ទះពពោះប្តីឲ្យមកមើលភ្លាមៗហ្មងនិយាយទៅជីបម៉ងខ្ញុំធ្លាប់មានលើមិត្តភ័ក្តិដែលគាត់ធ្លាប់ទិញហើយចាក់ស្ដែងទៅឃើញទីតាំងរបស់ជីបម៉ងហើយគម្រោងរបស់ជីបម៉ងសុទ្ធតែល្អតាំងពីគុណភាពនៃសំណង់បាទគឺល្អសម្រាប់ខ្ញុំបានឃើញនិងបានឮពីអ្នកស្គាល់គ្នាមិត្តភ័ក្តិដែលស្គាល់គ្នាបាទគឺនិយាយទៅខ្ញុំទុកចិត្តទៅលើសំណង់របស់ជីបម៉ងគម្រោងថ្មីគេបើយើងនិយាយឥឡូវភ្លាមគឺគម្រោង60ម៉ែត្រEON ហើយផ្លូវ371 271អីគឺចិត្តទាំងអស់ហើយជាពិសេសគឺគម្រោងហលពីពពានិងអីគេសន្និបាតចាអគារសន្និបាតជាមួយនឹងអគារសន្និបាតអីគឺយើងឃើញគម្រោងរបស់ជីបម៉ងហើយយើងមានអារម្មណ៍ថាខ្ញុំលែងនៅជាយក្រុងហើយបើសិនជាខ្ញុំទិញបានគម្រោងនេះគឺខ្ញុំចេញទៅណាក៏ចិត្តដែរតម្លៃសម្រាប់ការ offer មកលើគម្រោងនេះខ្ញុំគិតថាតម្លៃនេះល្អសមរម្យគិតទៅខ្ញុំអាចគិតថាមានលទ្ធភាពអាចទទួលយកបានដោយសារតម្លៃនេះបើគិតពីតំបន់វិញគឺតម្លៃដែលល្អបំផុតហើយបាទអ្វីនេះនៅចំកណ្ដាលក្រុងថ្ងៃក្រោយថ្ងៃអនាគតហើយព័ទ្ធជុំវិញគឺយើងអាចទៅដល់កន្លែងណាក៏ងាយស្រួលគឺវាចិត្តពីមួយកន្លែងទៅមួយកន្លែងឧទាហរណ៍ថាយើងទៅទូតពូងឬយើងទៅចកាដងយើងទៅគឺវាចិត្តមែនតើបាទចាបងខ្សឹបគ្នាមួយប្តីថាបងឥឡូវយើងទិញ pre-sale តម្លៃបានកំពុងតែមាន promotion ហើយបានតម្លៃល្អទៀតហើយនៅពេលដែលទាំងរំតែគាត់បើកគម្រោងតទៀតដឹងតែឡើងថ្លៃនៅនឹងមុខហើយឃើញចំណេញនៅនឹងមុខហើយទិញប្រមូលគ្នាដល់ត្រូវតែទិញចានឹងសម្រាប់ខ្ញុំគឺតម្លៃល្អមែនតើបើប្រៀបធៀបបើយើងជិះពីនេះទៅ Home Office ចំណាយពេលមិនដល់3នាទីផង2នាទីផងហ្នឹងអញ្ចឹងតម្លៃផ្ទះខាងនោះគឺខ្ពស់ហើយស្រាប់ហើយចាយចរាចរណ៍ល្អហើយអញ្ចឹងដល់ពេលយើងមកខាងនេះគៀកគ្នាតម្លៃធូរថ្លៃជាងគ្នាឡើងច្រើនមែនតើបងខ្ញុំគិតថាខ្ញុំសម្រេចចិត្តអត់ខុសទេក្នុងការទិញផ្ទះនៅជីបម៉ុងហើយដោយសារតែជីបម៉ុងក៏គាត់មានកេរ្តិ៍ឈ្មោះល្អតាំងពីមកគម្រោងគាត់មួយណាក៏ធំដែរហើយយើងអត់បារម្ភភ័យខ្លាចថាយើងបង់ខាតទៅលើការវិនិយោគនៅជាមួយគាត់ទេចាយើងមានទំនុកចិត្តក្នុងការទិញលំនៅឋានឬក៏ផ្ទះសពផឹកនៅកន្លែងគាត់គម្រោងដែលខ្ញុំទិញផ្ទះនៅជីបម៉ុងឡែននេះគឺខ្ញុំមើលឃើញសក្តានុពលតំបន់ដែលជីបម៉ុងគម្រោងរបស់គាត់នេះគឺធំហើយរាល់គម្រោងរបស់ជីបម៉ុងទាំងអស់សុទ្ធតែទទួលបានជោគជ័យអតិថិជនគ្រប់គ្រងច្រើនពាក់ព័ន្ធនឹងសំណង់ក៏ល្អទីតាំងក៏ល្អហើយឥឡូវនេះសំខាន់មួយទៀតគឺតម្លៃនៃទីតាំងនេះកាន់តែល្អជាងមុនទៀតបាទ
ដូច្នេះហើយខ្ញុំគិតថាខ្ញុំនឹងណែនាំទៅមិត្តភ័ក្តិរបស់ខ្ញុំបន្តឬក៏បងប្អូនរបស់ខ្ញុំឲ្យងាកមើលមកគម្រោងរបស់ជីបម៉ុងបាទ ជាក់ស្ដែងពួកខ្ញុំពេលដែលគាត់តាកក់លុយបង់ផ្ទះភ្លាមគឺខ្ញុំណែនាំទៅមិត្តភក្តិខ្ញុំម្នាក់ទៀតហើយហើយគាត់ក៏បានមកទិញជាប់គ្នាមួយខ្ញុំដែរនិយាយទៅភ្លាមហ្មងហើយគាត់មកធ្វើអ្នកចិត្តខាងគ្នាវិញពីមិត្តភក្តិហើយមកធ្វើអ្នកចិត្តខាងគាត់តែណែនាំគាត់និយាយជាមួយគាត់តាម៉ានម៉ាត់ថាបងអើយខ្ញុំទិញគម្រោងនេះមើលទៅល្អតំណងចេះចុះឲ្យគាត់ជីកកាត់នឹងដែរចឹងគាត់ឃើញណាស់ថាអញ្ចឹងឥឡូវអញឲ្យលេខ sale មកគាត់ឲ្យតាក់តងគ្នាលើបានមកគូមួយគ្នាចា ជីបម៉ុងឡែនជឿជាក់ក្នុងការរស់នៅ